នេះមកនិយាយពី3ចំណុចដែលជាការពិបាករបស់បងប្អូនកូនក្មួយនិស្សិតដែលមករៀនដំបូងនៅពេញនៅសាកលវិទ្យាល័យអញ្ចឹងណាមកពីសុខសាយភាគច្រើនគឺមានការលំបាកនឹងទាំងខ្ញុំទាំងគេកាលនៅរៀនគឺការលំបាកទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងពេលវេលាវិសាដែលយើងជាកូនចៅអ្នកខ្សែមកពីសុខសាយពេលខ្លះយើងក៏មិនបានរៀនអីច្រើនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងពេលវេលាហ្នឹងយើងអត់សូវមានអ្នកណែនាំជួយដឹកនាំជួយតម្រង់ទិសអញ្ចឹងណាហើយពាក្យច្រើនយើងរៀនគឺរៀនដើម្បីតែប្រឡងជាប់ទេនៅថ្នាក់វិទ្យាល័យរៀនតាមមុខវិជ្ជាណាមួយខំប្រឹងរៀនគួរខំប្រឹងអីហ្នឹងគឺដើម្បីតែប្រឡងជាប់ហើយជំនាញគ្រប់គ្រងពេលវេលាឬអីហ្នឹងកម្រមានអ្នកបរៀនណាអញ្ចឹងយើងរៀនតាមតា schedule ដែលលោកគ្រូដាក់ឲ្យឬអីអញ្ចឹងហើយនៅមានសិស្សខ្លះដែរដែលគេបកកែសិស្សបកកែភាគច្រើនគឺគេចេះរៀបចំ schedule គេចេះរៀបចំពេលវេលាចេះគ្រប់គ្រងពេលវេលាគេថាតើថ្ងៃនេះគេធ្វើអីម៉ោងនេះគេធ្វើអីនៅណាធ្វើមួយជាណាអញ្ចឹងណាអាហ្នឹងភាគច្រើនសិស្សបកកែគេសម្រេចបានគេខ្លាយទៅជាសិស្សបកកែមែនអាចប្រឡងសិស្សបកកែអាចអីបានតែបងប្អូនកូនក្មួយយើងភាគច្រើននៅតាមសុខសាយចំការហ្នឹងអត់ចេះជំនាញហ្នឹងទេអត់ដឹងថាត្រូវធ្វើអីមុនធ្វើអីក្រោយហើយរៀប schedule ធ្វើម៉េចរៀបរបៀបរៀនហ្នឹងធ្វើម៉េចច័ន្ទគេធ្វើអីពុទ្ធធ្វើអីអញ្ចឹងទៅហើយទី2គឺបញ្ហាពាក់ព័ន្ធជាមួយនឹងការជំរុញលើកទឹកចិត្តលើកទឹកចិត្តខ្លួនឯងហ្នឹងពេលខ្លះមករៀនហ្នឹងមករៀននៅសាកលគេចេះរៀនតាមគ្នារៀនតាមជំនាញដែលបងប្អូនណែនាំជំនាញដែលម៉ែឪស្រឡាញ់អីអញ្ចឹងធ្វើឲ្យអាការជំរុញលើកទឹកចិត្តរបស់យើងហ្នឹងវាអត់សូវមានព្រោះអត់ដឹងថារៀនដើម្បីអីរៀនមូលហេតុអីបានយើងរៀនអាហ្នឹងអញ្ចឹងបានវីដេអូមុនព្យាយាមឲ្យសំខាន់រៀនអ្វីដែលយើងស្រឡាញ់យើងចង់ខ្លាយទៅជាអញ្ចឹងណាអញ្ចឹងការជំរុញលើកទឹកចិត្តហ្នឹងគឺសំខាន់មែនទែនមកពេលដែលយើងអត់ដឹងថារៀនដើម្បីអីស្រឡាញ់វាឬអត់ឬអញ្ចឹងយើងឆាប់បោះបង់រៀនតែមុំយើងអត់សូវមានសង្ឃឹមក្នុងការពុះពៀយកវាអញ្ចឹងការជំរុញលើកទឹកចិត្តពីខាងក្នុងហ្នឹងសំខាន់យើងស្រឡាញ់អីហើយរកមូលហេតុឲ្យឃើញថាហេតុអីបានយើងរៀនហេតុអីបានយើងរៀនមុខវិជ្ជាហ្នឹងហេតុអីបានយើងរៀនជំនាញហ្នឹងហេតុអីបានយើងចង់ធ្វើហ្នឹងហើយនៅពេលដែលយើងមានការជំរុញលើកទឹកចិត្តអញ្ចឹងយើងដាក់គោលដៅមួយទៀតគឺដាក់គោលដៅយើងដាក់គោលដៅឲ្យសម្រេចបានអីមួយអញ្ចឹងហើយធ្វើឲ្យយើងរៀនដោយមានគោលបំណងច្បាស់លាស់ហើយរបៀបដាក់គោលដៅហ្នឹងក៏ជាបញ្ហាដែរពេលខ្លះយើងអត់ចេះកំណត់គោលដៅឯបានកំណត់គោលដៅវាមានក្បួនខ្នាតរបស់គេការកំណត់គោលដៅវាទៅពេលដែលយើងរៀនទៅដឹងឲ្យគេឲ្យកំណត់គោលដៅហ្នឹងឲ្យមានភាពជាក់លាក់ភាពដែលពាក់ព័ន្ធភាពដែលអាចសម្រេចទៅបានមានពេលវេលាច្បាស់លាស់ឧទាហរណ៍ថាយើងកំណត់ពេលយើងមានគោលដៅហើយយើងមានគោលដៅថាអូយើងចង់ខ្លាយទៅជាគ្រូបង្រៀនប៉ុន្តែបានមានតែប៉ុណ្ណឹងយើងអត់នេះទេអត់អាចសម្រេចបានទេយើងត្រូវជាក់លាក់ចង់ខ្លាយជាគ្រូបង្រៀនភាសាអីគ្រូបង្រៀនផ្នែកអីសម្រេចបាននៅពេលណាយើងអាចធ្វើទៅបានរួចអត់អញ្ចឹងតែថាយើងមករៀននៅសាកលអីអញ្ចឹងនៅឆ្នាំទី1តើយើងកំណត់ពេលវេលាជាក់លាក់ថានៅឆ្នាំទី1ខ្ញុំនឹងចេះជំនាញកុំព្យូទ័រវ័យអាចបត់ពេលឲ្យបានអញ្ចឹងហើយបន្ទាប់មកបានគេបំបែកវាថាតើធ្វើម៉េចដើម្បីចេះតែឆ្នាំទី1ហ្នឹងត្រូវចេះកុំព្យូទ័រយកបាយអត់បត់អញ្ចឹងនៅខែទី2ខែទី3ឧទាហរណ៍ខ្ញុំនឹងទៅចុះឈ្មោះចូលរៀនឃើញទេបំបែកវាទៅជាសកម្មភាពអញ្ចឹងទូចអញ្ចឹងឲ្យយើងអាចសម្រេចទៅបានថាខែ3ចុះឈ្មោះចូលរៀនហើយទៅរៀននៅទីតអញ្ចឹងយើងប្រមាលមើលទៅថា course ហ្នឹងវាវគ្គបណ្ដុំដាលចំណាយពេល3ខែឬក៏6ខែអញ្ចឹងយើងនឹងឃើញអាចសម្រេចបានត្រឹមរយៈពេល3ខែយើងនឹងចេះវាអត្ថបទកុំព្យូទ័រហើយភាសាអង់គ្លេសនៅបញ្ហាមួយទៀតគឺភាសាអង់គ្លេសហ្នឹងភាសាអង់គ្លេសគឺយើងមកពីស្រុកខ្សែដឹងថាចាញ់អ្នកពេញគេអនុវត្តជាពិសេសដល់កូនគេអ្នកមានគេរៀននៅសាលាឯកជនទៀតគេអនុវត្តជាមួយភាសាអង់គ្លេសគេនិយាយជាមួយគ្រូបរទេសរាល់ថ្ងៃហើយយើងនៅស្រុកខ្សែបើទោះមានគ្រូក៏យើងចេះភាគច្រើនយើងចេះតែត្រឹមវិទ្យាករចេះត្រឹមតែសន្ទនាតិចតួចទេហើយនៅពេលដែលការនិយាយការស្ដាប់របស់យើងគឺខ្សោយចាញ់គេមកគឺចាញ់ដាច់មកដោយសារតែយើងអត់មានតែបានអនុវត្តដោយសារតែយើងអត់ដែលបានផ្ទាល់ទេហើយហ្នឹងហើយនៅពេលដែលយើងនិយាយពីជំនាញ
ជំនាញតតែអនុវត្តផ្ទាល់តធ្វើដដែលទៅយើងអាចមានជំនាញអញ្ចឹងភាសាអង់គ្លេសក៏ដូចគ្នាតតែយើងអនុវត្តជាពិសេសជំនាញការស្ដាប់អញ្ចឹងយើងអត់បានអនុវត្តថោះក្មេងៗនៅក្នុងភូមិនៅតាមជនបទព្រោះពាក្យច្រើនមានជនបរទេសអត់មានអីទៅដើម្បីអនុវត្តទេអញ្ចឹងធ្វើឲ្យការស្ដាប់របស់យើងខ្សោយពេលប្រឡងធ្វើតេស្តអង់គ្លេសអីពាក្យច្រើនដល់ការស្ដាប់នឹងខ្សោយមកដូចខ្ញុំការស្ដាប់បានបន្ទុកតិចជាងគេមកព្រោះយើងអត់ដែលអនុវត្តហើយព្រោះជំនាញណាដូចលេងបាល់ដូចអីចឹងដូចលេងបាល់ទាត់ចឹងយើងដឹងថាគួរញាក់អាម៉េចគិចអាម៉េចសុទ្ធអាម៉េចប៉ុន្តែដល់ពេលដែលយើងចុះទៅទាត់ផ្ទាល់ពិបាកមិនស្រួលទេត្រូវការវឹកហាត់ធ្វើដដែលទើបយើងចេះទើបយើងស្ទាត់ជំនាញអញ្ចឹងភាសាដូចគ្នាវាជាជំនាញដែលយើងត្រូវការធ្វើដដែលទើបតលអនុវត្តទើបដឹងទើបយើងអាចចេះបានបាទអញ្ចឹងមានតែប៉ុណ្្នឹងថ្ងៃនេះអរគុណច្រើនវល់មែនទេឆ្លៀតចែកលើដល់បងប្អូនមានចំណុចក្រោយឲ្យបានដឹងហើយបើមានមតិយោបល់អីផ្សេងពីហ្នឹងយល់ថាមិនមែនអញ្ចឹងទេអាច comment នៅខាងក្រោមបានអរគុណច្រើនបាទ